ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនឹងខ្ញុំនឹងបង្ហាញសន្តាគារមួយនៅក្នុងខេត្តកោះកុងនៅពេលដែលខ្ញុំទៅលេងខេត្តកោះកុងខ្ញុំបានស្នាក់នៅទីនោះដែលវាមានទីតាំងនៅកណ្ដាលក្រុងងាយស្រួលសម្រាប់យើងធ្វើដំណើរទៅកន្លែងកម្សាន្តនានាអញ្ចឹងហើយបាននាងខ្ញុំលើកយកសន្តាគារហ្នឹងដើម្បីមកចែកជូនបងប្អូនសន្តាគារហ្នឹងមានឈ្មោះថាសន្តាគារកែវមณีយ៉ាងជិះហួសដំបងមូលកោះកុងហ្នឹងទៅយើងវាយតាម map មើលទៅគឺនៅក្នុងក្រុងនឹងឯងអត់ពិបាករត់ទេទីតាំងគេល្អគឺងាយស្រួលមានកន្លែងដាក់ឡានដែរធំទូលាយហើយនៅចិត្តហ្នឹងគឺផ្សារស្រួលរកអីញ៉ាំអញ្ចឹងណាហើយទីតាំងវាងាយស្រួលទៅកន្លែងដើរលេងផ្សេងព្រោះវានៅកណ្ដាលក្រុងហ្នឹងហ្មងអត់ពិបាកឲ្យយើងរត់ទេហើយក៏មិនពិបាកឲ្យយើងធ្វើដំណើរទៅកន្លែងដើរលេងឆ្ងាយពេកដែរជាងងាយស្រួលហើយតម្លៃក៏សមរម្យដូចគ្នាហើយក្នុងបន្ទប់គេក៏ទទួលយកបានស្អាតអញ្ចឹងណាការខ្ញុំទៅហ្នឹងក្នុងមួយបន្ទប់មានពី5-10រៀលឡើងតាមស្ថានភាពកង្ហាលឬក៏មិនសិនជាក្រេង1ក្រេង2អីតាមហ្នឹងទៅបន្ទប់ VIP សម្រាប់គេ honeymoon នោះតម្លៃផ្សេងអីចឹងទៀតទៅតែដូចជាខុសគ្នាតែ5រៀលទេកាលហ្នឹងអាមុខហ្នឹងគឺបន្ទប់ special របស់គេគឺបន្ទប់សម្រាប់ honeymoon វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត